Cincin niធ្វើអំពីត្បូងកន្ទឹមធម្មជាតិហើយជាកន្ទឹមធម្មជាតិមកពីអាហ្វ្រិកខាងត្បូងត្បូងកន្ទឹមធម្មជាតិគេអាចសម្គាល់វាបានដោយលក្ខណៈច្រើនយ៉ាងបើសិនណាយើងមានកែពង្រីករហូតដល់10ដងយើងអាចឃើញនៅក្នុងត្បូងបានន័យថាវាអត់មានភាពឥតខ្ចោះនោះទេគឺវាហាក់បីដូចជាវាមានសរសៃដូចជាសរសៃសូត្រឬមានលក្ខណៈជាគ្រីស្តាល់ដែលនៅក្នុងត្បូងហាក់បីដូចជាត្រីកោណត្រួតដូចគ្នានេះបើយើងពង្រីក10ហិកតែបើសិនណាជាវាមានភាពឥតខ្ចោះនោះវាទៅជាត្បូងកន្ទឹមដែលមិនមែនធម្មជាតិនោះទេគឺអាចជាសញ្ញុកដែលមានតម្លៃធូរថ្លៃជាងកន្ទឹមធម្មជាតិហើយក្រៅពីនេះបើយើងបាញ់ UV ភ្លើងពណ៌ខេទៅលើវាត្បូងកន្ទឹមឡើងនឹងក្រហមច្រាលនេះគឺជាលក្ខណៈសម្គាល់ទី2របស់វាលក្ខណៈសម្គាល់ទី3របស់វាគឺនៅពេលដែលយើងតេស្តកម្រិតរឹងរបស់វាគឺវាអាចកម្រិតនឹងរហូតដល់9ហើយកន្ទឹមគឺមានពណ៌ពីផ្កាឈូកទៅពណ៌ឈាមគេហៅថាឈាមព្រាបដែលជាពណ៌ថ្លៃជាងគេហើយពណ៌ផ្កាឈូកគឺមានតម្លៃទូថ្លៃទេនៅលើកន្ទឹមធម្មជាតិនៅលើត្បូងហាក់បីដូចជាមាន inclusion ស្នាមបើវារលោងស្រិលតែម្ដងនោះគឺដូចជាមិនមែនជាកន្ទឹមធម្មជាតិទេ